ជាងឡាននៅក្នុងក្រាស់ឡានរបស់ប៉ាគាត់បានជួបគ្រោះថ្នាក់ដោយចាយដន្យប៉ុន្តែព្រលឹងរបស់គាត់គឺអត់ព្រមទៅណាទេគាត់នៅតែវិលវល់នៅក្នុងក្រាស់ឡានមួយនឹងអញ្ចឹងពេលខ្លះទៅគាត់លងបន្លាចអ្នកដែលគេធ្វើឡាននៅក្នុងហ្នឹងហើយពេលខ្លះទៀតទៅគាត់លងបន្លាចសូម្បីតែជាងធ្វើឡានដូចគ្នានឹងក៏មានដែរដែលធ្វើឲ្យប៉ារបស់គាត់ទ្រាំអត់បានក៏ហៅគ្រូឲ្យមកធ្វើពិធីបណ្ដឹងព្រលឹងរបស់គាត់ចេញពីក្រាស់ឡានមួយហ្នឹងចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់នឹងឈ្មោះថាសវណ្ណប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលកើតឡើងនៅក្នុងក្រាស់ឡានរបស់ប៉ាគាត់កាលពីក្នុងឆ្នាំ2013ផ្ទះរបស់សវណ្ណគឺមានទីតាំងនៅតាមខេត្តទេហើយផ្ទះរបស់គាត់ហ្នឹងក៏វាមានទីតាំងនៅជាប់ផ្លូវជាតិធំដែលមានសភាពអ៊ូអរដែរអញ្ចឹងហើយទើបប៉ារបស់គាត់ហ្នឹងគឺបើកក្រាស់ឡានធំមួយដែលក្រាស់ឡានមួយហ្នឹងគឺមានទីតាំងនៅមុខផ្ទះរបស់គាត់នឹងឯងផ្ទះរបស់គាត់នៅខាងក្រោយក្រាស់ឡានគឺនៅខាងមុខក្រាស់ឡានហ្នឹងគឺមានជាងធ្វើឡានរហូតដល់6នាក់ក្នុងចំណោមជាងធ្វើឡានទាំងអស់គឺមានកូនជាងម្នាក់ដែលគាត់មានអាយុប្រហែលជា20ឆ្នាំជាងឯងនៅក្មេងខ្លួនដែរដែលគាត់ហ្នឹងមកធ្វើការនៅក្នុងក្រាស់ឡានរបស់ប៉ាគាត់ហ្នឹងគឺរយៈពេល3-4ឆ្នាំហើយចាប់តាំងពីពេលគាត់ធ្វើការមកគឺគាត់ពិតជាប្រឹងប្រែងធ្វើការមែនដោយសារអីគាត់ត្រូវទំនុកម្ដងម៉ាក់របស់គាត់ចឹងដោយសារតែម៉ាក់របស់គាត់គឺជាពាក់បណ្ដុលធនាគារហើយគាត់ក៏មានបងប្រុសម្នាក់ដែរប៉ុន្តែបងប្រុសរបស់គាត់ហ្នឹងគឺទៅធ្វើការនៅប្រទេសសៀមហើយបាត់ដំណឹងឆឹងហ្មងអត់ផ្ដល់លុយផ្ដល់អីក្រុមគ្រួសារទេចឹងហើយទឹកគាត់គឺត្រូវមានបន្ទុកមួយគឺត្រូវរកលុយដែលមានទាំងប្រមាណហ្នឹងចូលទៅឲ្យម៉ាក់របស់គាត់គឺបងលុយធនាគារអីចឹងនឹងឯងទាំងគ្នាហើយផ្ទះរបស់បងប្រុសម្នាក់ហ្នឹងក៏នៅខេត្តជាមួយនឹងគាត់ដែរគាត់នៅក្នុងភូមិអីចឹងណាចឹងគាត់ថាចែកក្រាស់ឡានរបស់ប៉ាគាត់គឺមានភ្ញៀវអ៊ូអរខ្លាំងមែនតើដោយសារតែអាចនិយាយបានថាអំឡុងពេលហ្នឹងក្រាស់ឡានរបស់ប៉ាគាត់គឺធំជាងគេអីចឹងទៅចឹងពេលហ្នឹងគឺកូនជាងគឺម្នាក់គឺរវល់ខ្លាំងទាំងគ្នាហើយរឿងរ៉ាវតក់ស្លុតគឺបានកើតឡើងហ្នឹងគឺនៅពេលមួយហ្នឹងមកប្រហែលជាក្នុង2 10ថ្ងៃត្រង់ពេលដែលកូនជាងទាំងអស់រៀបចំហូបបាយនឹងឯងគ្រួសាររបស់សុវណ្ណគាត់ក៏ហូបបាយដែរប៉ុន្តែគាត់ហូបបាយនៅផ្ទះរបស់គាត់នៅខាងក្រោយនៅតុខាងក្រោយចឹងទៅចំណែកកូនជាងទាំងអស់គឺគេហូបបាយនៅខាងមុខក្រាស់ឡានហើយធម្មតាសុភាពរបស់ជាងឡានគឺសុភាពរបស់គាត់ហ្នឹងគឺប្រឡាក់ប្រេងម៉ាស៊ីនពេញខ្លួនអីចឹងទៅគាត់គ្រាន់តែលាងដៃគាត់ក៏ហូបបាយជុំគ្នាអញ្ចឹងណាពេលហ្នឹងឲ្យគេហូបបាយនៅពេលហ្នឹងគឺមានតែ5នាក់ទេបងប្រុសម្នាក់ហ្នឹងគឺរបៀបថាគាត់ថាគាត់អត់សូវស្រួលខ្លួនទេគាត់ទៅអង្គុយសម្រាប់តែឯងសិនចឹងទៅតែបងប្រុសម្នាក់ហ្នឹងគាត់មើលសារមែនទាំងគ្នាបើទោះបីជាគាត់សម្រាប់មិនគេដោយមុនពេលគាត់ហូបបាយហ្នឹងគាត់តែងតែរបៀបថាដើរប្រមូលរបស់របរដែលចោលចិត្តហ្នឹងយកទុកនៅមកគាត់ខាងអីចឹងទៅកុំឲ្យដើរជន់មុតជើងមុតអីចឹងទៅគឺគាត់គឺទម្លាប់ល្អខ្លាំងហ្នឹងចឹងឲ្យទៅម៉ាក់របស់គាត់ឲ្យប៉ារបស់គាត់ហ្នឹងបាក់លុយឲ្យគាត់លើសជាងគេជាងឯងតិចតួចចឹងណាបងប្អូនដោយសារតែមើលឃើញគាត់គឺជាក្មេងម្នាក់ដែលប្រឹងប្រែងធ្វើការនឹងឯងចឹងពេលហ្នឹងគាត់ក៏របៀបថាដើររនេះរនោះអីចឹងបងប្អូនប្រមូលនេះក៏អត់មានปัญหาគេដឹងដែរតែគាត់នឹងទៅរកនៅម្ដុំណាបាត់នៅកន្លែងហ្នឹងគឺគាត់អត់ដឹងទេរហូតដល់មកប្រហែលជាខ្ទង់ចិត្តមួយពេលដែលប៉ារបស់គាត់ហ្នឹងហូបបាយរួចប៉ារបស់គាត់ក៏ដើរឡើងមកកន្លែងក្រាស់ឡានហ្នឹងវិញដើរមកខាងមុខវិញដោយសារតែផ្លូវខាងក្រោយហ្នឹងគឺគេមានផ្លូវសម្រាប់ចេញពីក្រាស់ឡានទៅផ្ទះរបស់គាត់បានអញ្ចឹងណាប៉ារបស់គាត់ដើរចូលមកវិញពេលដែលប៉ារបស់គាត់ដើរចូលមកវិញហ្នឹងក៏ប៉ារបស់គាត់ចាប់អារម្មណ៍ឃើញថាមានឈាមហូរមកហ្នឹងគឺប្រឡាក់ស្បែកជើងគាត់ទាំងអស់គ្នាតែឈាមហ្នឹងគឺវាហូរប្រឡំពីប្រេងម៉ាស៊ីនណាប៉ុន្តែប្រេងម៉ាស៊ីនគឺវាពណ៌ផ្សេងចំណែកឈាមគឺវាពណ៌ផ្សេងវាខុសគ្នាធ្វើឲ្យគាត់នឹងចាប់អារម្មណ៍ដឹងថាច្បាស់ជាមានអ្នកណាគេកើតអីអញ្ចឹងហើយអញ្ចឹងគាត់ក៏ដើរតាមប្រេងឈាមដែលហូរមកហ្នឹងដើរទៅមើលច្បាស់ពេលគាត់ដើរទៅទាំងអស់គ្នានៅជ្រុងម្ខាងដែលឆ្ងាយពីគេហ្នឹងណាគឺគាត់បានឃើញបងប្រុសម្នាក់ហ្នឹងគឺគាត់ពិតជាបានដួលផ្កាក្រោយទាំងអស់គ្នាហើយករបស់គាត់ហ្នឹងគឺជុងដៃទៅតែដឹងថាជុងតាំងពីពេលណាទេអាចនឹងជុងប្រហែលជាខ្ទង់20-30 នាទីមុនសុភាពរបស់គាត់ទាំងអស់គ្នាគឺភ្នែកស្លើឡើងទៅលើហើយប្រកាច់នឹងឯងអញ្ចឹងពេលហ្នឹងប៉ារបស់គាត់គឺស្រែកផ្អើលឆោឡោពេញនឹងហ្មងធ្វើឲ្យកូនជាងទាំងអស់ហ្នឹងគឺនាំគ្នាមកមើលរួចតែហើយឡានពេទ្យគេដឹកទៅពេលឡានពេទ្យដឹកទៅហ្នឹងក៏ដឹកទៅចឹងទៅចំណែកម៉ាក់របស់គាត់គឺនៅផ្ទះផុយលំងាប់ខ្លួនឯស្អីសុភាពបែបហ្នឹងគឺម៉ាក់របស់គាត់ហើយនឹងពួកគាត់ហ្នឹងក៏អត់ដែរឃើញទេចំណែកប៉ារបស់គាត់គឺទៅជិះឡានទៅដែរទៅជាមួយនឹងឡានពេទ្យទៅពេទ្យបង្អែកដើម្បីមើលច្បាស់តើគាត់មិនអីមកចឹងទៅតែពេលដែលជិះដល់ពាក់កណ្ដាលផ្លូវហ្នឹងប៉ារបស់គាត់ក៏ទៅមកប្រាប់ផ្ទះរបស់គាត់វិញថាចេះអត់សង្ឃឹមហើយអូនផុតហើយពេលដែលនិយាយទៅប៉ុណ្ណឹងទាំងអស់គ្នាគឺម៉ាក់របស់គាត់សឹងតែដួលស្លាប់ដោយសារអីគាត់ពិតជាអាណិតបងប្រុសនឹងខ្លាំងមែនតើអញ្ចឹងពេលហ្នឹងគឺគេនាំគ្នាមកមើលនៅផ្ទះរបស់គាត់សូម្បីតែប៉ូលីសគេធ្វើមកធ្វើកសោបវិច័យដែរដោយសារតែគេគិតថាចេះវាអាចនឹងមានករណីអីផ្សេងរបៀបថាករណីឃាតកម្មគេអញ្ចឹងណាប៉ុន្តែពេលមើលទៅគឺអត់ទេបងម្នាក់គឺគាត់បានដួលតែម្នាក់ឯងហើយណាមួយទៀតពេលគាត់ដួលហ្នឹងគឺចុងកន្លែងកគាត់អញ្ចឹងករបស់គាត់គឺរបៀបថាស្រែកអត់ចេញទេចង់អត់មានបញ្ហាគេជួយតាន់ពេលវេលាទេដោយសារតែពេលហ្នឹងគឺពេលគេហូបបាយពេលគេសម្រាប់អីចឹងណាអញ្ចឹងម្ដាយរបស់បងប្រុសម្នាក់ហ្នឹងគឺគាត់យំខ្លាំងទាំងអស់គ្នាយំឲ្យគាត់ថាចេះតែឲ្យគាត់នឹងរំពឹងអីទៀតព្រោះមានតកូនប្រុសម្នាក់ទៅគ្រប់គងគាត់អីចឹងណាគឺគាត់ទទួលយកបានអញ្ចឹងទៅអញ្ចឹងម៉ាក់របស់គាត់ដោយសារតាណិតគាត់របៀបថាចូលបនហ្នឹងគាត់របៀបចេញថ្លៃធ្វើបនធ្វើឲ្យហ្នឹងគឺអស់ច្រើនដែរអញ្ចឹងទៅហើយក៏ចូលបនចូលលុយទៅអ៊ំស្រីម្នាក់ហ្នឹងគឺ$2000ហើយប្រាក់ខែប្រាក់អីហ្នឹងគឺបាក់ឲ្យគាត់កន្លះឆ្នាំអីចឹងទៅទោះបីជាបងអត់ធ្វើការក៏ដោយប៉ុន្តែគាត់ឲ្យលុយទៅអញ្ចឹងណាដោយសារតែគាត់គឺពិតជាគ្រប់ស្លាញ់បងប្រុសខ្លាំងមែនតើអញ្ចឹងពេលណាទាំងអស់គ្នាកូនជាទាំងអស់ហ្នឹងគេក៏អាណិតគាត់ដូចគ្នាដែរប៉ុន្តែម្នាក់ក៏ត្រូវប្រឹងប្រែងធ្វើការបន្តទៀតពេលហ្នឹងកណ្ដាល
ឡានប៉ាមកគាត់ក៏បាក់ណាការដូចធម្មតាទេបើកណាការដូចធម្មតាអញ្ចឹងណាប៉ុន្តែ2ថ្ងៃក្រោយពេលបងប្រុសម្នាក់នឹងស្លាប់ទាំងអស់គ្នាជាងដែលគេដេកនៅក្នុងក្រាស់ឡានបបាគាត់ហ្នឹងគឺគេចាប់ដើមនិយាយមកថាយប់ឡើងគឺចាប់ដើមឮសំឡេងអុកដែកឮសំឡេងអុកដែកអុកអីគ្រូហើយឮសំឡេងដំរបៀបថាធ្វើឡានណាឮនៅក្នុងក្រាស់ឡានហ្នឹងហ្មងឮអញ្ចឹងទៅហើយនៅពេលហ្នឹងគេចេញទៅមើលចេញទៅគឺវាអត់មានឃើញអីទេហើយពេលខ្លះទៀតទៅទាំងអស់គ្នាគេកំពុងតែដេកនៅលើប៉ាអ៊ីរបស់គេក្នុងក្រាស់ឡានហ្នឹងគេចង់មកចង់ដេកអញ្ចឹងណាពេលដែលគេបើកក្បាលចេញពីមុខមកគឺគេឃើញបងប្រុសម្នាក់ហ្នឹងឈោមើលមកគេជាមួយនឹងករបស់គាត់គឺហូរឈាមអញ្ចឹងមកគឺគាត់ឈោមើលនឹងឯងទាំងអស់គ្នាប៉ុន្តែគាត់អាចចាប់អត់ដឹងខ្លួនឯងស្លាប់ទេគាត់និយាយមួយគេសួរនាំមួយគេអញ្ចឹងណាប៉ុន្តែអ្នកដែលគេឃើញហ្នឹងគឺគេអត់មានបានធ្វើអីគេអត់បានស្រែកលោឡាបានអីទាំងគ្នាគឺគេចូលក្នុងមុំវិញរួចគាត់ដេកស្ងប់ដេកធម្មតាចឹងទៅដោយសារធម្មតាជាងឡានគាត់សឹកប្រុសទេអញ្ចឹងរឿងអស់ហ្នឹងគាត់ឃើញគាត់ខ្លាចប៉ុន្តែគាត់របៀបថាលងងាប់អារម្មណ៍បានគាត់មិនស្រែកលោឡាមិនអើអីទេអញ្ចឹងពេលហ្នឹងម៉ាក់ប៉ារបស់គាត់ពេលលឺកូនជាងគេនិយាយថាប្រាប់អញ្ចឹងហើយហ្នឹងណាគាត់ក៏បានទិញចេកទីអីមួយសែនអីចឹងប្រាប់ថាអូនណាអូនស្លាប់ហើយទៅកាន់សុគតិភពអញ្ចឹងទៅប៉ុន្តែពេលហ្នឹងទាំងអស់គ្នាគឺអត់ទាន់ដល់7ថ្ងៃគាត់ទេទៅនឹងបាន2ថ្ងៃទេអញ្ចឹងហើយពេលសែនអីចឹងទៅគឺរបៀបថាអត់ទាន់ទាំងអស់គ្នាអត់ទាន់ទេបងម្នាក់ហ្នឹងក៏នៅតែត្រឡប់មកវិញអញ្ចឹងសូម្បីតែគូសវណ្ណខ្លួនឯងហ្នឹងណាក៏គាត់បានឃើញដែរគាត់ថានៅម៉ោងប្រហែលជាខ្ទង់10យប់ពេលហ្នឹងនៅក្នុងក្រាស់ឡានគឺបានបិទទ្វីបអស់ហើយប៉ុន្តែគាត់ត្រូវដើរមកហៅពូជាងឡានឲ្យធ្វើអំពូនៅបន្ទប់របស់គាត់ដោយសារបន្ទប់របស់គាត់ពេលហ្នឹងគឺដាច់ភ្លើងតែអីអញ្ចឹងណាចឹងឲ្យគាត់ជួយទៅជួយតអញ្ចឹងទៅដោយសារពេលវាយប់ហើយរកជាងវាថាជាងធ្វើភ្លើងគាត់ឃើញទេអញ្ចឹងកូនជាងឡានគាត់ចេះធ្វើភ្លើងចេះអីអញ្ចឹងគាត់ក៏ដើរមកពេលដែលគាត់ដើរមកភ្លើងនៅក្នុងក្រាស់ឡានគឺភ្លើងធម្មតាទេហើយក៏មិនមែនភ្លឺខ្លាំងឯដែរទាំងអស់គ្នាភ្លើងគឺភ្លើងពណ៌6ពណ៌ចេះភ្លឺប្រងអញ្ចឹងណាគាត់ក៏ដើរសំដៅទៅក្រេតរបស់អ្នកដែលគាត់ធ្វើឡានក្នុងហ្នឹងជាងឡានទាំងអស់ហ្នឹងពេលគាត់ដើរទៅគាត់ឃើញពូម្នាក់គឺគាត់អង្គុយបាយក្នុងលើក្រេតអញ្ចឹងណាគាត់ក៏ថាចេះពូអើយជួយទៅបន្ទប់ខ្ញុំបន្តិចទៅជួយធ្វើភ្លើងខ្ញុំបន្តិចអញ្ចឹងគាត់ក៏ហៅអញ្ចឹងហើយពូម្នាក់ក៏ងាកមកពេលគាត់ងាកមកមើលទាំងអស់គ្នាមិនមែនជាពូនៅរស់ទេតែជាពូម្នាក់ដែលស្លាប់នឹងហើយបងប្រុសម្នាក់ដែលគាត់ជុំកស្លាប់ហ្នឹងគឺជាអ្នកដែលអង្គុយលើប៉ាអ៊ីហ្នឹងងាកមកមើលគាត់ចេះងាកមកមើលគាត់ហើយគាត់សួរថាធ្វើនៅណាគាត់លឺពូម្នាក់ឆ្លើយថាធ្វើនៅណាទាំងអស់គ្នាគឺគាត់ឈោកែងញ័រខ្លួនដោយសារអីពូម្នាក់ហ្នឹងអត់ដឹងថាខ្លួនឯងស្លាប់ទេបងប្រុសម្នាក់ហ្នឹងណាគឺគាត់តែបានដឹងថាខ្លួនឯងស្លាប់ទេគាត់ក៏ដាក់ក្រោបដើរទាំងគ្នាតែសម្រាប់ពេលហ្នឹងណាគឺគាត់នៅរបៀបថានៅមានរបៀបថាមានសតិអញ្ចឹងទៅគាត់ក៏រត់ចេញពីក្រាស់ឡានហ្នឹងចេញទៅផ្ទះរបស់គាត់វិញរត់ទៅដល់មុខផ្ទះគាត់ញ័រខ្លួនគាត់ប្រាប់ម៉ាក់របស់គាត់ថាគាត់បានឃើញហើយបានឃើញពូម្នាក់ហ្នឹងអង្គុយនៅក្នុងក្រាស់ឡានអញ្ចឹងទៅអញ្ចឹងម៉ាក់របស់គាត់ពេលហ្នឹងទាំងគ្នាគឺភ័យរឿងស្លាប់ស្លាវដោយសារតែម៉ាក់របស់គាត់អាចជាបានថាជាមនុស្សដែលខ្លាចខ្មោចតែប៉ារបស់គាត់គឺគាត់អត់សូវខ្លាចរឿងអញ្ចឹងទេគាត់ក៏ដើរចូលមកទាំងយប់ទាញធូបទាញមកអញ្ចឹងទៅឲ្យតាំងពីជំនាញនៅក្នុងក្រាស់ឡានឲ្យតាំងពីមុខទ្វារមុខអីអញ្ចឹងណាឲ្យថាអញ្ចឹងកុំឲ្យវិញ្ញាណនេះចេញចូលបានអញ្ចឹងទៅប៉ុន្តែនៅពេលដែលប៉ារបស់គាត់អត់ឆាយនេះពេលដែលគាត់ងាកទៅមើលកន្លែងទ្វារក៏ស្រាប់តែប៉ារបស់គាត់ហ្នឹងបានឃើញពូអ្នកនឹងឈោគាត់សួរថាចេះមិនបងឯងដេញខ្ញុំមិនបានអ៊ំឯងដេញខ្ញុំចេញអញ្ចឹងខ្ញុំត្រូវរលុយអីម៉ាក់ខ្ញុំបង់ធនាគារកុំដេញខ្ញុំចេញអីគឺមើលមកគាត់និយាយគាត់ដូចមនុស្សធម្មតាអញ្ចឹងតែប៉ារបស់គាត់បានឃើញហ្នឹងគឺនៅក្នុងសភាពជាខ្មោចទេទាំងអស់គ្នាអញ្ចឹងរឿងរ៉ាវមួយហ្នឹងសូម្បីតែអ្នកនៅក្នុងសាលារៀនរបស់គាត់អ្នកដែលគេនៅក្នុងខេត្តក៏គេបានដឹងបានលឺដែរហើយគេក៏រៀនខ្លាចក្រាស់ឡានប៉ាគាត់ដែរគេមកធ្វើតែពេលថ្ងៃទាំងពីពេលជប់ចាប់ដើមមក6 7អីគឺក្រាស់ឡានរៀនស្កាត់មនុស្សឲ្យសូម្បីតែជាងធ្វើឡានហ្នឹងគឺគាត់សុំអត់ស្នាក់នៅផ្ទះហ្នឹងទេគាត់សុំទៅនៅផ្ទះរបស់គាត់វិញអញ្ចឹងទៅបើមិនទេគាត់សុំទៅនៅផ្ទះរបស់សុវណ្ណនៅខាងក្រោយហ្នឹងដែរអត់ហ៊ានពីណាគេដេកនៅហ្នឹងទេទាំងអស់គ្នារហូតដល់គ្រប់7ថ្ងៃរបស់គាត់ជាពេលដែលគាត់ដឹងខ្លួនហ្នឹងក៏ស្រាប់តែគ្រប់គ្នាលឺសំឡេងគាត់យំពីក្នុងក្រាស់ឡានមួយហ្នឹងលឺសំឡេងយំលឺសំឡេងអុកឡានលឺសំឡេងអុកអីលឺសំឡេងធ្លាក់នេះលឺសំឡេងធ្លាក់នោះអីចឹងទៅហើយសំឡេងធ្លាក់ទាំងអស់ហ្នឹងគឺមិនធ្លាក់ធម្មតាដូចវាថាលងធម្មតាទាំងអស់គ្នាគឺធ្លាក់មកបានកំហឹងលឺប៉ងពេញហ្នឹងហ្មងហើយសំខាន់មួយទៀតហ្នឹងពេលដែលជាងឡានម្នាក់គាត់ធ្វើឡានគាត់ដល់ម៉ោងប្រហែលជាខ្ទង់6មុខ1ល្ងាចថ្ងៃហ្នឹងគ្នាពេលហ្នឹងពូបងម្នាក់ហ្នឹងគឺគាត់ត្រូវលូនទៅខាងក្រោមឡានដើម្បីឆ្កឹះគ្រឿងអញ្ចឹងណាពេលដែលគាត់លូនទៅពេលដែលគាត់លូនហ្នឹងស្រាប់តែគាត់សាច់មកវ៉ាគាត់សាច់មកវ៉ាជាងឡានផ្សេងទៀតគេទៅសម្រាប់គេរត់មកមើលទៅដល់ក្នុងមួយអត់គឺដៃរបស់គាត់នេះជុំជាមួយនឹងដៃដែលគាត់ធ្វើឡានហ្នឹងគាត់ប្រាប់ថាពេលដែលគាត់កំពុងតែធ្វើឡានហ្នឹងក៏ស្រាប់តែមានគេមកទាញជើងគាត់ពេលហ្នឹងគាត់គិតថាប្រហែលជាជាងឡានដូចគ្នាទាញលេងទាំងអស់គ្នាគាត់ប្រាប់ថាកុំទាញដោយសារដៃរបស់គាត់ពីហ្នឹងគឺកំពុងតែជាប់មួយដៃហ្នឹងតាមមិនថាតោងដំអញ្ចឹងណាប៉ុន្តែគឺអត់ស្ដាប់គាត់ទេទាញមកតំហឹងអញ្ចឹងដៃរបស់គាត់គឺបុកឆ្កូតចងទៅចិត្តទាំងអស់គ្នាដែលធ្វើឲ្យដៃរបស់គាត់ហ្នឹងគឺអាចធ្វើការអីបានទេរយៈពេលប្រហែលជាខ្ទង់7-2បាក់ទៅដល់តម្រង់ទៅជាដូចដើមវិញហើយហ្នឹងគឺខ្ញុំសុំតែប៉ុណ្្នឹងទេហើយរឿងហ្នឹងទាំងអស់គ្នាគឺមានបន្តបន្តិចទៀតតែខ្ញុំសុំបញ្ចប់ត្រឹមតែប៉ុណ្្នឹងសិនទេនឹងមានវគ្គគេធ្វើវិធីធ្វើអីចឹងណាប៉ុន្តែដោយសាររឿងហ្នឹងវែងពេកហើយវីដេអូខ្ញុំគឺថតត្រឹមតែ10នាទីទេខ្ញុំសិនតែអ្នកទាំងអស់គ្នាចង់ចែកម្លែកអីអាចឆាតមកប្រាប់ខ្ញុំបានហើយសិនតែអ្នកទាំងអស់គ្នាចង់ស្ដាប់តបលេខខមមិនខាងក្រោមហ្នឹងផង